បាត់មុខយូសឹមស្រីនិចលេចមុខក្នុងទម្រង់ល្ខោនបាសាសម័យ Digital រឿងកែវមនីរតនាធីតាមុខសេះជាមួយលោកប៉ែនចម្រុងបាត់មុខពីឆាកសម្ដែងយូស្រាប់តែតារាស្រីសឹមស្រីនិចបានលេចមុខជាថ្មីនៅក្នុងទម្រង់ល្ខោនបាសាសម័យ Digital រឿងកែវមនីរតនាធីតាមុខសេះជាមួយលោកប៉ែនចម្រុងតាមរយៈស្នាដៃសម្ដែងរបស់នាងរួមជាមួយសិល្បកររាប់រយនាក់ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជនទាំងទស្សនីយភាពទម្រង់ល្ខោនបាសាសម័យ Digital រឿងកែវមនីរតនាធីតាមុខសេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានសម្ដែងជូនសាធារណជនទស្សនាកម្សាន្តអារម្មណ៍កាលពីចុងសប្តាហ៍មុនកញ្ញាសឹមស្រីនិចត្រូវបានជ្រើសរើសសម្ដែងជានាងកែវមនីរតនាឬនាងកែវណាម៉ាអ្វីត្បិតតែជាលើកដំបូងដែលសឹមស្រីនិចសម្ដែងក្នុងទម្រង់ល្ខោនបាសានេះប៉ុន្តែនាងពិតជាធ្វើបានយ៉ាងល្អមិនថាពេលសម្ដែងជានាងកែវណាម៉ាដែលមានមុខមាត់មិនសូវស្អាតឬជានាងកែវមនីរតនាដែលមានសម្រស់ផូរផង់ជាក់ស្ដែងអ្នកដែលបានទទួលស្នាផ្ទាល់បានលាន់មាត់សរសើរនាងគ្រប់គ្នាកញ្ញាសឹមស្រីនិចបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថានាងពិតជារីករាយណាស់ដែលបានចូលរួមសម្ដែងនៅក្នុងល្ខោនបាសា Digital រឿងកែវមនីរតនាធីតាមុខសេះដែលមានសិល្បកររាប់រយនាក់ចូលរួមសម្ដែងបន្ទាប់ពីមានវត្តមាននៅក្នុងល្ខោនបាសានេះរួចសឹមស្រីនិចក៏ត្រៀមខ្លួននឹងប្រឡូកក្នុងវិស័យសិល្បៈឡើងវិញក្រោយបាត់មុខពីឆាកសម្ដែងអស់ពេលជាច្រើនឆ្នាំនាងរំពឹងថាការវិលត្រឡប់របស់ខ្លួនលើកនេះនៅតែទទួលបានការស្រឡាញ់និងការគាំទ្រពីសំណាក់បងប្អូនទស្សនិកជនគួររំលឹកផងដែរថាកញ្ញាសឹមស្រីនិចគឺជាតារាសម្ដែងដ៏មានទេពកោសល្យម្នាក់នាងធ្លាប់លេចមុខនៅក្នុងរឿងភាគនិងរឿងដុំជាច្រើនប៉ុន្តែក្រោយពីល្បីឈ្មោះនាងបានសម្រេចចិត្តចាក់ចេញពីសិល្បៈដើម្បីងាកទៅចាប់អារម្មណ៍អាជីពរកស៊ីជំនួសវិញដោយឡែកទើបតែមួយឆ្នាំចុងក្រោយនេះនាងសម្រេចចិត្តវិលត្រឡប់មកកាន់ឆាកសម្ដែងឡើងវិញ